ឃើញใจស្អាតសក់ពណ៌សតុងដៃហ្នឹងបងប្អូនប៉ុន្តែកំហក់ជាមួយនំបញ្ចុកសឡខ្មែរស្អុយប្រហុកអីគេថាខ្ទេចគ្មានសល់ទេតែឃើញលើកែវជុលអីហ្នឹងបងប្អូនតិចច្រឡំស្រាអីទៅគឺថាខុក0ទេពួកអ្នកពាក់អាវខ្មៅទាំងពីរអ្នកហ្នឹងមួយ16ឆ្នាំមួយ15ឆ្នាំអញ្ចឹងអត់ទាន់មានសិទ្ធញ៉ាំគ្រឿងស្រវឹងទេហើយខ្ញុំក៏បានផុសនៅក្នុង Facebook ម្ដងហើយវីដេអូខ្លីគឺសឡការីនិងសឡប្រហើរហ្នឹងឯងក៏អត់មានបានហៅញាតិមិត្តចិត្តខាងភូមិផងរបងជាមួយឯដែរបានហៅតែពួកគាត់ហ្នឹងឯងជារាល់ដងខ្ញុំតែងតែធ្វើកម្មវិធីអស់ហ្នឹងនៅថ្ងៃទី26ខែ12ដោយសារអត់បើកហាងអញ្ចឹងណាក៏ប៉ុន្តែដោយសារខែ12ហ្នឹងពួកគាត់ខ្លះទៅស្រុកកំណើតរបស់គាត់ទៅលេងអីចឹងហើយក៏អាចនឹងមានអ្នកជប់ធ្វើការដែរចឹងហើយធ្វើជុំគ្នាហើយអត់មានធ្វើអីច្រើនទេគ្រាន់តែហូបអីជុំគ្នាគាត់អង្គុយលេងទៅតទៅពេលហើយទៅក៏យើងនៅឃើញលេងហ្គេមហ្មងទៅពេលដែលអង្គុយជុំគ្នាហ្នឹងចំថ្ងៃខួបកំណើតរបស់ប្តីខ្ញុំដែរអាទៀនដែលយើងដុតឲ្យកៅអុផ្ទះហ្នឹងមានអីបងប្អូនគឺថាច្រៀងផ្លុំឲ្យគាត់បដាHappy birthday, Mika. គាត់ដែរចឹងធ្វើខូបកណ្ដាលទេតាំងស្គាល់មកបងប្អូនអើយតផ្លុំទៀនក្អូបឲ្យចឹងចេះប្រឡូកទៀនតែបងប្អូនគួយនិយាយគ្នាមកសទុះមកទៅក៏អបសុកនាំគ្នាលេងហ្គេមម្ដង Kota. Cheese. Wait, let me move it down. Taco. Oh! That's so wet in the face. So why you win? Because I lose. the winner Oh, you has lose, no you got- cards. there's a My- card. Yeah. Taco. Nico, sorry, Alicia. I don't know which one. It was me. Okay. Your turn. It's okay. Apple. He launched himself. He couldn't get to his chest in time. You sorry. Bo honey. jump scared You himself. have to go to the bottom of Bro went out. Whoop. Yeah, bottom of Every time they teach me, I don't understand. គេបញ្យល់មិនក៏មិនយល់ដែរបងប្អូនហើយតត្រង់តែគេលេងឡើងចង់1ម៉ោងជាងអីបានខ្ញុំចាប់ដើមយល់និយាយទៅដល់ពេលអញ្ចឹងខ្ញុំមើលកូនខ្ញុំលេងសប្បាយអើយសប្បាយគាត់មានគ្នាលេងនិយាយទៅគាត់បញ្យល់ខ្ញុំចង់លេងជាមួយប្រហែលដងតែខ្ញុំមិនដែរយល់ចលេងជាមួយគាត់អញ្ចឹងណាហើយក៏មានបងដែលចូលចិត្តវីដេអូពួកគាត់នឹងបានឆាតមកសួរថាមិនអត់លើអត់សូវបានថតវីដេអូជាមួយពួកគាត់អញ្ចឹងរយៈនេះខែក្តៅអញ្ចឹងហាងរៀងចាប់ដើមរវល់បងប្អូនអញ្ចឹងក៏អត់សូវមានពេលបានថតជាមួយគាត់ដែរណាមួយបងប្អូនអ្នកនៅធ្វើការនៅស្រុកនេះយល់ហើយឲ្យតែធ្វើការយើងធ្វើអីគាត់មើលគំរូតាមអញ្ចឹងណាបើយើងកាន់ទូរស័ព្ទហ្នឹងគឺថាគេការងាររបស់ពួកគាត់ខ្ជិះខ្ជាយដែរអញ្ចឹងហើយខ្ញុំអត់ការរេតនេសុកចិត្តទៅលឿងចានដើម្បីឲ្យពួកគាត់បានជូតចានជូតឆ្នាំងអញ្ចឹងទៅកែស្រុកនេះអញ្ចឹងឯងបងប្អូនមានតែធ្វើការច្រើនជាងបុគ្គលិកបើថាឲ្យបុគ្គលិកធ្វើការច្រើនជាងអីហ្នឹងគឺថាយើងគ្មានបានសល់លុយទេហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានសួរនាំពីវីដេអូអញ្ចឹងសង្ឃឹមថាខ្ញុំបានថតពួកគាត់ច្រើនអរគុណ